សួស្តីបងប្អូនបាទថ្ងៃនេះមានក្តាមបំពងបងប្អូនអញ្ចឹងបងប្អូនមានក្តាមតើបងប្អូនយកទៅធ្វើម្ហូបអ្វីដែរបាទកាលពីថ្ងៃមុនខ្ញុំបានបង្ហាញម្ដងហើយអំពីបាទក្តាមអប់អំពិលខ្ចីបងប្អូនអញ្ចឹងក្តាមអប់អំពិលខ្ចីបាទរសជាតិបាទអែមតែម្ដងបាទមិនណយទេបងប្អូនបាទរសជាតិគឺឆ្ងាញ់ណាបងប្អូនអញ្ចឹងថ្ងៃនេះបាទខ្ញុំនឹងបង្ហាញក្តាមដដែលបាទក៏ប៉ុន្តែបាទលើកនេះគឺក្តាមបំពងបងប្អូនអញ្ចឹងខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើក្តាមបំពងម្ដងបងប្អូនក្តាមស្រែបំពងណាអញ្ចឹងយើងយកម្សៅបំពងបាទមួយកញ្ចប់មកហើយលាយជាមួយនឹងបាទពងមាន់បាទ2គ្រាប់បាទហើយយើងដាក់រសជាតិបាទរ៉ូឌីប៊ីចេងអំបិលអីតាមចំណូលចិត្តបងប្អូនចង់ប្រៃល្មមតិចតិចបាទអញ្ចឹងបន្ទាប់ពីយើងកលុកវាឲ្យរាវហើយបាទយើងដាក់បាទប្រឡាក់មួយក្តាមយកទៅបំពងតែម្ដងអញ្ចឹងវិធីធ្វើបែបនេះបាទងាយមែនតើបងប្អូនហើយមិនអស់ថវិកាច្រើនហើយយើងបានញ៉ាំនៅបាទរបស់ឆ្ងាញ់បាទងាយបាទហើយឆ្ងាញ់ស្រួយប្រៅតែម្ដងអញ្ចឹងដល់បាទវិធីនេះបាទខ្ញុំបានបំពងបាទឲ្យស្រួយបាទឲ្យស្រួយទាំងខ្លាំងទេបងប្អូនយើងយកស្រួយខ្លាំងណាអញ្ចឹងបើស្រួយខ្លាំងបានឆ្ងាញ់អញ្ចឹងក្តាមបាទស្រួយទាំងបាទជើងទាំងបាទខ្លួនវាតែម្ដងបងប្អូនអញ្ចឹងបាទវិធីនេះបងប្អូនធ្លាប់ធ្វើញ៉ាំទេបាទសម្រាប់ខ្ញុំបាទខ្ញុំសាកធ្វើពី3ដងដែរហើយអញ្ចឹងលើកនេះគឺបាទធ្វើទៅបាទរសជាតិពិតឆ្ងាញ់មែនបងប្អូនស្រួយប្រៅតែម្ដងហើយរសជាតិអែមបងប្អូនអញ្ចឹងរបៀបធ្វើម្ហូបនេះបាទខ្ញុំគ្រាន់តែបាទបង្ហាញពីចំណូលចិត្តបងប្អូនអញ្ចឹងបងប្អូនណាខ្លះដែលចូលចិត្តធ្វើម្ហូបញ៉ាំអីចឹងណាបាទសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តធ្វើរបស់ញ៉ាំរបស់អីក៏ដោយឲ្យតែជារបស់ញ៉ាំយើងអាចកែច្នៃទៅតាមចំណូលចិត្តបងប្អូនបាទបងប្អូនចង់ញ៉ាំអីបាទខ្ញុំបាទអាចកែច្នៃបានអញ្ចឹងណាបាទអញ្ចឹងខ្ញុំក៏អាចបាទលីឡកទៅតាមអ្វីដែលយើងចូលចិត្តដែរបងប្អូនអញ្ចឹងនេះគឺបាទក្តាមបំពងបាទស្រួយខ្ញោកបាទមានអារម្មណ៍ថាបាទឈ្ងុយបាទឆ្ងាញ់បាទឆ្ងាញ់ជាងត្រីបាទឆ្ងាញ់ជាងបាទកូនត្រីបងប្អូនអញ្ចឹងកូនត្រីបំពងបែបហ្នឹងបាទយើងបាទមានអារម្មណ៍មួយយ៉ាងអញ្ចឹងទៅបាទសម្រាប់ក្តាមវិញគឺឈ្ងុយដែរបងប្អូនជើងទាំងដៃវាអញ្ចឹងចាប់ដើមបងប្អូនដែលបាទចង់ធ្វើញ៉ាំអញ្ចឹងបងប្អូនអាចធ្វើអញ្ចឹងញ៉ាំបាទរៀនធ្វើអញ្ចឹងញ៉ាំបាទឆ្ងាញ់ណាអញ្ចឹងដល់វាញ៉ាំហើយបងប្អូននេះស្រង់បាទស្រង់យកតែម្ដងបាទអញ្ចឹងបាទតោះបងប្អូនញ៉ាំទាំងអស់គ្នាខានចេញទៅយូរបងប្អូនក្តាមបំពងស្រួយឈ្ងុយ